សូមជូនរឿងទេពធីតារំសាយក្លិនភាគទី1អានាងងងលោកតលឹងលងรักយកប្រក្លីเธอสวยซึ้งจับจินเหมือนเดือนลอยอยู่บนดินแต่หอมรินถึงฟ้าบีบคั้นให้ใจอ่อนล้าต้องเสียน้ำตาทุกทีขอเล่าเรื่องเมืองโบราณตำนานกล้าชะตาชีวิตបានចារមកច្បាស់រឿងរ៉ាវច្បាស់លាស់មិនអាចកែប្រែអូនត្រូវជួបបងគូពីបបេទោះចង់ងាករេក៏កិច្ចមិនផុតมีกลิ่นกายสะพรั่งดังมาลีด้วยบุญឃើញទេនេះហើយរឿងរ៉ាវជាក់ស្ដែងកម្មចារមែងតាមមកទៀមទាទោះឋានខុសគ្នាឆ្ងាយយ៉ាងមហិមាបងនឹងពុំងាកិច្ចមិនផុតឡើយในชีวิตเมื่อนารีทำผิดกฎกำหนดมาទូគុំសុំមើលម្ដងណែយើងសុំមើលម្ដងណាអេទូគុំសុំមើលម្ដងណែយើងមើលម្ដងអូយអ្នកណាអូយប្រយ័ត្នប្រកាយផងប្រយ័ត្នប្រកាយផងព្រះធីតាប្រយ័ត្នប្រកាយផងណាជប់សិនស្រាប់ហើយប្រយ័ត្នប្រកាយផងព្រះធីតាស្អែកនេះដល់ពិធីរើគូហើយព្រះធីតាប្រយ័ត្នផងក្រាបទូលដល់ពិធីរើគូហើយណាស្អែកនេះតោះយើងឡើងទៅក្រាបទូលយើងឡើងណែតបព្រះធីតាជាប់ណែក្របឲ្យព្រះធីតាឲ្យលឺឡើងយើងទៅព្រះធីតាយើងស្ដេចយើងទៅព្រះធីតានាងធ្វើពិធីរើគូស្អែកនេះហ៎នៃនគរបត្តនីព្រះរាជបញ្ជាឲ្យប្រកាសថានឹងមានពិធីរើសគូអភិសេករបស់ព្រះធីតាកេសនីនៅក្នុងស្អែកនេះដែលមានព្រះរាជបុត្រមកពីនគរផ្សេងមកទីនេះអ្នកដែលរួមពិធីលើកនេះទ្រង់រើសចំពោះបុរសដែលមានគុណសម្បត្តិពិសេសមានចំណេះដឹងក្នុងយុទ្ធសាស្ត្រហើយក៏មានបណ្ដាស័ក្តិសមគួរនៅបត្តនីហើយព្រះធីតាសពប្រទេសផងដែរអើយថយចេញសុំផ្លូវបន្តិចមកពីណាចេះមកពីណាចេះហ៎ឈួតទេដឹងអីអូយក្លិនសុយណាស់អើយយើងមានគុណសម្បត្តិពិសេសសមជាគូក្រុមជាមួយព្រះធីតាទេអូយស្លាប់ហើយលោកមើលណាមក
មកពីណានឹងអើយឆាអាមនុស្សកងកងងនេះជាព្រះរាជពិធីដែលទ្រង់រៀបចំឡើងចំពោះព្រះរាជបុត្រតាមនគរដែលមានយស័ក្តិជាព្រះរាជបុត្រតែប៉ុណ្ណោះទេអេតែយើងក៏មានមុនពិសេសដែរវើយឯងជាមនុស្សមិនគ្រប់ទឹកហើយជាមនុស្សពិការគោមទៀតនេះមកអាងថាមានមុនពិសេសនៅក្នុងខ្លួនរបៀបណាថយទៅបើមិនចឹងទេដាច់ក្បាលហើយណានិគមជប់សិនពួកឯងមិនដឹងទេយើងជាណាមកថាបែបនេះយ៉ាងម៉េចបានថាយើងគ្មានគុណសម្បត្តិបានគូក្រងជាមួយប្រាធីតាមិនក៏និយាយអញ្ចឹងកើតនេះឯងអូយមិនកើតទេឯងកំពុងតែមើងងាយព្រះកិត្តិយសប្រាធីតាព្រះអង្គទ្រង់មានសម្រស់ស្អាតដូចជាទេវតាឋានលើនៅមានកិត្តិយសជាបុត្រីតែម្នាក់របស់ទ្រង់ព្រះរាជាឯងរងឬជាសាច់ហើយយ៉ាលេងមកក្តារទេលោកអាម៉ាត់ទេហ៊ានណាកុំបាច់ណាបើសិនជាលឺដល់ព្រះរាជាទ្រង់ចោទថាពួកឯងធ្វើបាបមនុស្សពិការហើយណាឥឡូវយ៉ាងម៉េចដែរឯងប្រាប់យើងបាននៅថាយើងមានគុណសម្បត្តិសមនឹងព្រះធីតាទេលោកសមទេមិននិយាយច្រើនទេពិធីនេះរៀបចំឡើងចំពោះតែព្រះរាជបុត្រនគរផ្សេងតែប៉ុណ្ណោះចេញទៅមនុស្សគ្រប់មនុស្សកបពួកយើងចាត់ការចាំមិនទៀតចាំមិនទៀតមិនក៏ចឹងណែកុំបានហើយកុំធ្វើណែទៅខាត់គេទៅណាទៅហើយកុំណាបងប្អូនកុំដល់ថ្នាក់ស្លាប់អីណាជឿតាមខ្ញុំទៅអូយចេញទៅមនុស្សកុំចង្រៃសាយវាទៅអូយចង្រៃយកមកមើងងាយព្រះធីតាណែអើយណែដាក់វាត្រង់ហ្នឹងហើយណែធាក់វាទៅឲ្យឆ្លាស់ចឹងទៅចង្រៃយកមិនស្គាល់មៀតមិនស្គាល់យស័ក្តិតសំទៅដាក់ឲ្យងាប់ទេយើងទៅក្រាបទូលប្រញាប់យើងទៅព្រះធីតាយើងទៅស្អែកដល់ពិធីរើគូផងជប់សិនយើងទៅព្រះធីតាប្រញាប់យើងទៅស្អែកនេះដល់ពិធីរើគូផងព្រះធីតាស្ដេចយើងឡើងទៅក្រាបទូលស្អែកនេះដល់ពិធីរើគូអភិសេកហើយហេតុអីព្រះធីតាទ្រង់សៅមងណាជើមិនប្រាថ្នារើគូទេណាជ័យអនៅមានតួនាទី3ប្រការធ្វើជាកូនល្អប្រពន្ធល្អម្ដាយល្អព្រះធីតាធ្វើតួនាទីជាកូនល្អហើយដល់ពេលដែលត្រូវធ្វើតួនាទីជាម្ដាយនិងជាប្រពន្ធល្អតែយើងមកសម្លាញ់ស្អែកនេះដល់ពេលរើគូអភិសេកហើយណាព្រះរាជបុត្រនៃនគរផ្សេងម្នាក់ក៏មកចាំក្រោមផ្កាជាគូបាបការធ្លាក់លើព្រះអង្គណាព្រះអង្គនោះជាអ្នកត្រូវរើសដែលជាគូរាជអភិសេករបស់បុត្រខ្ញុំមកចាំចាត់ការរឿងពិធីអភិសេករួចហើយប្រមេមេដាយល់ថាបុត្រមានអារម្មណ៍យ៉ាងណាមនុស្សស្រីពេលមានប្តីត្រូវស្រឡាញ់ហើយស្មោះត្រង់នឹងប្តីសូម្បីតែជីវិតក៏បដូរឲ្យប្តីបានចាំពាក្យមេដាណាកេសនីទឹកដែលអាចចងចិត្តមនុស្សគឺមាន3យ៉ាងគឺទឹកចិត្តពាក្យពេចន៍និងស្នាដៃ
មេតាយើងព្រាបមកបើមិនចឹងទេឈឺសាច់ហើយលោកមើលខ្ញុំទៅចាត់ការណែធ្វើជាស្ងប់សិនទៅសួរវាសិនថាវាជាអ្នកណាទេទៅវាមកគឺយើងទេយើងគ្មានធ្វើអ្វីទេឡើយយើងទៅយើងអត់បានធ្វើអ្វីទេណែគឺឯងទៀតហើយចាប់វាតែម្ដងទៅលោកមើលណែមិនបាច់ទេយើងសួរវាសិនណាអ្នកស្រុកយកឯងទៅចោលម្ដងហើយតាឯងត្រឡប់មកវិញធ្វើអីគឺតបលោកមើលទៅថាឯងមកវិញធ្វើអីកុំយើងបោះពិធីរើសគូព្រះធីតានោះអីលោកមើលយើច្បាស់ណាលោកមើលច្បាស់ណាឯងចាខុសអត់ទេចាំវាទៅយើអាចចង្រៃយកមកតាមណាទៅតាមនឹងវិញទៅយើរើសគូឲ្យព្រះធីតារើសគូឲ្យមកសែងគេមកអើយលែងយើងលែងក្នុងទឹកឥឡូវហើយលែងយើង1 2 3ស្មើដៃទៅលែងក្នុងទឹកបោះទៅមកតាមណាទៅតាមនឹងវិញទៅកុំយ៉ាឈួតអាឡប់ថ្ងៃក្រោយមកជួបទីឈឺសាច់អើយទៅវិញពួកយើងទៅចាប់ដល់ទៅអូយកុំស៊ីខ្ញុំអីមើលដល់កុំស៊ីខ្ញុំអីខ្ញុំស្គមណាសូមមេត្តាកុំស៊ីខ្ញុំអីខ្ញុំក្អែលច្រើនណាស់ម្នាក់នីងចូលចិត្តទេកូនបែបដីទីព្រះធីតាខ្ញុំម្ចាំងរើសបរោះមៀតធំហើយក៏រឹងមាំខ្ញុំម្ចាំងចាប់មកបាននៅពេលដែលសំពៅលេចនឹងណាថាកាកាបមេតាហេតុអីក៏មិនរើសអ្នកណាម្នាក់ទៅបុតនាងយ៉ាក់យ៉ាយនេះវាខំចាប់មកឲ្យបុតរើទៅណាបុតណាក្រាបទូលទ្រង់បរោះប្រមាណអ្នកនេះជាអ្នករកស៊ីលើសំពៅមានគុណសម្បត្តិឲ្យព្រះធីតាផាកាកាត់រើក្រាបទូលរើទៅអូយព្រះធីតារើម្នាក់ទៅក្រាបទូលចាំមិនដែរបុតត្រូវចិត្តអ្នកណាម្នាក់ទេយើងអត់ចូលចិត្តទេយើងអត់ចូលចិត្តអូយស្ងប់ចិត្តសិនបុតស្ងប់ចិត្តសិនណានៅមិនពេញចិត្តទៀតអីមែនហើយហេតុអីក៏បុតមិនចូលចិត្តហ៎យើងមិនចូលចិត្តមនុស្សតូចស្គមទេយើងចូលចិត្តមនុស្សធាត់ខ្លាញ់ច្រើនបើបុតយើងមិនចូលចិត្តឯងនាំពួកវាទៅឃុំសិនទៅឲ្យវាស៊ីបាយស៊ីទឹកឲ្យធាត់កពីងបន្ទាប់ពីនោះចាំបញ្ជូនជាអាហាររបស់កូនយើងក្រាបទូល